សូមជ្រះថ្លាអនុមោទនាស្ដាប់នឹងព្រះសណ្ដាប់នៅកំណាព្យបទពាក្យ8ដែលមានចំណងជើងថាច្បាប់របស់កម្មមនុស្សក្ររស់នៅលំបាកខ្លាំងណាស់ពុំមានបនចាស់តម្កល់តាក់តែងបានព្រឹកខ្វះល្ងាចរែងព្រួយចំបែងខំប្រឹងស្វះស្វាយនៅតែមិនគ្រប់នេះជាកម្មផលសម្រាប់សត្វលោកព្រះទ្រង់មានជោគសម្ដែងជាមលុបកម្មសកម្មមហិទ្រង់បានប្រារព្ធរៀងរាល់ថ្ងៃយប់ជារបស់ខ្លួនកុំយល់ថាព្រោះមកពីអ្នកណាហេតុច្រើនប្រការឲ្យផលផ្ទួនសន្សំសន្តានទុកយ៉ាងខ្ជាប់ខ្ជួនជួបម្ចាស់ជួបជួនផ្ដល់ជូនពិសេសកម្មទាយាតោសម្ដែងប្រាប់មរតកច្បាប់ឬកែវចំណេះកុសលអកុសលផលមិនរបេះជាប់ស្អិតដូចច្រេះស៊ីរុងផ្ទៃក្នុងកម្មយោនិប្រាប់ថាកំណើតមានជាតិរួមកើតទំនុកបំរុងយកបាបនិងបុណ្យគាំទ្រផ្ដើមផ្ដុំចុះចិត្តសំយងចាត់ចែងឧស្សាហ៍កម្មពន្ធុដែលជាផៅពងជួយបន្តវងតួអង្គរិចតួអង្គចេតនាហុចផលវិបាកដល់រូបអាត្មារូបឆ្ងាញ់អស្ចារ្យចូលចិត្តចាំចងកម្មបដិសរណាជាសង្កបោលើកចងចក្រងមានមកគ្រប់ជាតិជាធំចម្បងអ្វីចាំក្រងបន្តភពទៀតនេះគឺអំពើរបស់យើងមិនមានល្ងីល្ងើគ្មានអ្វីមកជ្រៀតដឹងហេតុស្ដាប់ផលពុំមានអ្វីបៀតទីណាចង្អៀតនៅតែឆ្លៀតបានណដ្ឋិកម្មងសមੰបលាំងកម្លាំងយ៉ាងខ្លាំងមិនអាចប្រមាណតាមមកឲ្យផលគ្រប់ពេលមិនខានគ្មានអ្វីប្រែប្រានពីច្បាប់ធម្មជាតិបើយល់ដូច្នេះគួរកុំសន្សំអំពើលុបលន់អកុសលធាតុធ្វើឲ្យរងទុក្ខលំបាកគ្រប់ជាតិត្រូវខំខ្មៃខ្មៀតសាងកុសលធម៌អង្គមគ្គ8ផ្លូវព្រះអរិយៈនៅជាលោកយៈមិនទាន់គ្រប់គាល់ជ្រើសរើសកុសលជួយផ្ដល់បន្តទាញផលនោះដល់សន្សំតទៅផលបុណ្យទាំងឡាយទុកដូចមេដាថ្នាក់ថ្នមរក្សារុញដល់គោលដៅអដ្ឋង្គិកមៈល្អពេកទៅស្រស់ថ្លាគ្មានក្តៅត្រោយព្រះនិព្វានច្បាប់កម្មមាន5ព្រះទ្រង់សម្ដែងប្រាប់ឲ្យជាក់ស្ដែងចូលកុំបំពេញយល់ខុសបណ្ដាំពីព្រះទ្រង់ញៀនមុខជាខកខានលែងបានជួបសុខសូមអនុមោទនា